ថ្ងៃនេះយើងមកនិយាយពីជំងឺ schizophrenia ម្ដងជំងឺ schizophrenia ដែលជាភាសាខ្មែរយើងមនុស្សមួយចំនួននិយមហៅថាជំងឺវិកលចរិតឬក៏ជំងឺចិត្តវិកលតែយ៉ាងណាដោយសារតែយើងពុំមានការបកប្រែជាភាសាខ្មែរជាផ្លូវការនៅឡើយខ្ញុំសូមប្រើប្រាស់ពាក្យបច្ចេកទេសថាជាជំងឺ schizophrenia ដដែលជំងឺ schizophrenia គឺជាជំងឺមួយនៅក្នុងក្រុមជំងឺ psychosis ដែលសំដៅទៅលើអ្នកជំងឺដែលគាត់ផ្ដាច់ខ្លួនចេញពីភាពពិត reality ហើយគាត់បង្កើតនៅភាពពិតមួយដាច់ដោយឡែកដែលជា personal reality របស់គាត់ហើយគាត់ជឿស្លុបទៅលើភាពពិតថ្មីរបស់គាត់នោះហើយលែងមានភាពសម្របសម្រួលជាមួយនឹងភាពពិតទូទៅរបស់មនុស្សភាគច្រើនពេលដែលនិយាយទៅដល់ជំងឺ schizophrenia ប្រកបជាគិតទៅដល់មនុស្សដែលគាត់និយាយម្នាក់ឯងសើចម្នាក់ឯងមនុស្សដែលហិង្សាការទៅលើអ្នកដទៃឬក៏គាត់ធ្វើបាបខ្លួនឯងឬក៏អ្នកដែលនិយាយមិនដឹងអីជាដើមយ៉ាងណាថ្ងៃនេះយើងនឹងបង្ហាញអំពីរោគសញ្ញារបស់ជំងឺ schizophrenia ដើម្បីនាំទៅដល់ភាពច្បាស់លាស់ឲ្យកាន់តែប្រសើរចំពោះមហាជនទូទៅនៅក្នុងជំងឺ schizophrenia គឺមានក្រុមរោគសញ្ញា3ធំដែលក្រុមរោគសញ្ញាទី1ហៅថា positive symptom បែបវិជ្ជមានក្រុមរោគសញ្ញាទី2គឺ negative symptom បែបអវិជ្ជមាននិងក្រុមទី3គឺ disorganized symptom សំដៅទៅលើក្រុមរោគសញ្ញាបែបចម្លែកដែលបែបវិកលក្រុមរោគសញ្ញាទី1គឺដែលបែបវិជ្ជមាន positive symptom មិនមែនសំដៅថាវាមានភាពល្អទេក៏ប៉ុន្តែសំដៅទៅលើក្រុមរោគសញ្ញាដែលជំងឺបានបន្ថែមមកកាន់បុគ្គលជាអ្នកជំងឺនោះឧទាហរណ៍បង្កើតទៅជាមានសម្លេងឬក៏បង្កើតទៅជាការស្រមើស្រមៃបង្កើតទៅជាជំនឿខុសណាមួយឧទាហរណ៍hallucination សំដៅទៅលើការពាល់នៃញាណមិនប្រក្រតីមិនមានអ្វីសោះប៉ុន្តែគាត់ទៅជាមានរំយោចនៃញាណនោះឧទាហរណ៍មិនមានសម្លេងនៅទីនោះទេប៉ុន្តែអ្នកជំងឺគាត់ទៅជាឮសម្លេងមិនមានអ្វីនៅលើស្បែកទេប៉ុន្តែអ្នកជំងឺគាត់ជឿថាគាត់គិតថាមានអ្វីដែលកំពុងវានៅលើស្បែករបស់គាត់មិនមានក្លិនទេប៉ុន្តែគាត់គិតជាទៅជាមានក្លិនណាមួយអ្វីដែលយើងអាចសម្គាល់ផងដែរគឺការមើលឃើញមិនមានអ្វីទេប៉ុន្តែអ្នកជំងឺគាត់បែរជាទៅប្រាប់ថាមានឃើញខ្មោចឃើញទេវតាឃើញជាបិសាចឬអមនុស្សណាមួយដែលភាពប៉ះពាល់ទៅដល់ញាណទាំងអស់នេះឯងដែលប៉ះពាល់ខ្លាំងទៅដល់ការរស់នៅរបស់គាត់និងទំនាក់ទំនងហើយពេលខ្លះវាបង្កើតទៅជាភាពភ័យខ្លាចឲ្យគាត់កាន់តែច្រើនក្នុងក្រុមនៃ positive symptom នេះក៏យើងមានឃើញផងដែរនៅវិបត្តិនៃជំនឿអ្នកជំងឺគិតថាមាននរណាម្នាក់កំពុងតែព្យាយាមធ្វើបាបគាត់ដេញតាមគាត់ឬក៏គាត់គិតថាខ្លួនឯងជាមនុស្សដ៏អស្ចារ្យខ្លាំងពូកែមានអំណាចមានបារមីនោះឯងដែលជាសញ្ញាដែលមើលទៅហាក់ដូចជាប្រជាពីការពិតហើយវាដូចជាអស្ចារ្យលើសហួសទៅវិញហើយមិនអាចសម្របសម្រួលជាមួយនឹងមជ្ឈដ្ឋានឬក៏សង្គមឬក៏ប្រពៃណីវប្បធម៌ដែលមនុស្សនោះកំពុងរស់នៅឡើយជាពាក្យបច្ចេកទេសដែលខ្ញុំអាចរៀបរាប់បានគឺមានដូចជា hallucination illusion ឬក៏ delusion ជាដើមចំពោះក្រុមរោគសញ្ញា negative symptom សំដៅទៅលើសញ្ញាដែលជំងឺនោះបានដកចេញពីបុគ្គលជាអ្នកជំងឺទៅវិញឧទាហរណ៍បាត់បង់នូវភាពរីករាយបាត់បង់នូវកម្លាំងចិត្តបាត់បង់នូវគំនិតផ្ដួចផ្ដើមដែលចង់ធ្វើអ្វីមួយឬក៏ទៅជាយឺតយ៉ាវលែងចង់ធ្វើអ្វីបាត់បង់នៅទម្លាប់ដែលអាចធ្វើទៅឲ្យយើងកើតជាចិត្តរីករាយបែរទៅជាសគុតសគុំលែងនិយាយស្ដីនៅតែក្នុងផ្ទះលែងមានទំនាក់ទំនងឬក៏ពេលខ្លះហាក់មានទង្វើមួយចំនួនដែលគាត់ទៅជាធ្វើបាបខ្លួនឯងហើយទាំងអស់នេះឯងដែលយើងមើលឃើញថាផ្លូវចិត្តរបស់គាត់អារម្មណ៍របស់គាត់ហាក់ដូចជាធ្លាក់ចុះដុនដាបខ្លាំងមិនសូវជាមានភាពសកម្មនោះហើយហៅថា negative symptom បែបអវិជ្ជមានចំណែកឯបណ្ដុំរោគសញ្ញាក្រុមចុងក្រោយទី3គឺ disorganized មានន័យថាមានការប្រែប្រួលហើយបែបចម្លែកដែលមិនអាចសមស្របជាមួយនឹងមជ្ឈដ្ឋាននៃការរស់នៅទូទៅឬក៏បើប្រៀបធៀបជាមួយមនុស្សជុំវិញខ្លួនគាត់មើលឃើញថាគាត់មានការចម្លែកឧទាហរណ៍ដូចជាការដែលគាត់ស្រាតនគរគាត់ចាប់ផ្ដើមលែងមើលថែខ្លួនឯងអនាម័យខ្លួនប្រាណចាប់ផ្ដើមមានការប្រែប្រួលទៅជាអាក្រក់មិនល្អនឹងមានភាព
មួយចំនួនការញញឹមការនិយាយស្ដីរបៀបរបបនៃការទំនាក់ទំនងទាំងអស់នេះឯងដែលពាក្យបច្ចេកទេសពេលខ្លះគេហៅថា bizarre behavior សំដៅលើអាការៈនៃភាពចម្លែករោគសញ្ញាផ្សេងៗទៀតដែលយើងបូកបញ្ចូលផងដែរគឺវិបត្តិដំណេកជាមួយនឹងការប៉ះពាល់ទៅដល់គុណភាពនៃការរស់នៅហើយក៏បាត់បង់នៅមុខងារនៃជីវិតមានន័យថាគាត់មិនអាចបំពេញកិច្ចការងារឬក៏គាត់មិនអាចមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនការរស់នៅជាមួយក្រុមគ្រួសារក៏កាន់តែលំបាកហើយនោះឯងដែលជាកង្វល់សម្រាប់អ្នកជំងឺផ្ទាល់ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ពិតណាស់ជំងឺ schizophrenia មិនមែនជាជំងឺបែបសាមញ្ញនោះទេគឺជាជំងឺដែលស្មុគស្មាញហើយជាជំងឺវេជ្ជសាស្ត្រដែលទាមទារឲ្យមានការព្យាបាលហើយការទទួលខុសត្រូវមិនមែនជាការទទួលខុសត្រូវរបស់អ្នកជំងឺតែម្នាក់ឯងឬក៏ក្រុមគ្រួសារទេប៉ុន្តែក្រុមគ្រូពេទ្យពិតជាមានលទ្ធភាពដើម្បីអាចចូលរួមចំណែកដើម្បីសម្របសម្រួលការលំបាកនោះនឹងធ្វើឲ្យមានភាពល្អប្រសើរឡើងអ្វីដែលយើងត្រូវចងចាំនៅពេលដែលអ្នកជំងឺមានលក្ខណៈវិកលឬក៏ចម្លែកបើសិនជាយើងចង់ជួយគាត់កុំឲ្យមានគ្រោះថ្នាក់ឬក៏ចង់កុំឲ្យគាត់បង្កគ្រោះថ្នាក់ទៅលើអ្នកដទៃយើងបែរទៅជាចាប់ចងគាត់ឃុំឃាំងគាត់ឬក៏បំបិទសេរីភាពរបស់គាត់នោះមិនមែនជាការជួយទេប៉ុន្តែវាកាន់តែធ្វើឲ្យបញ្ហានោះកាន់តែធំទៅវិញចំពោះការព្យាបាលគោលការណ៍សំខាន់បំផុតគឺក្នុងនាមជាគ្រូពេទ្យគឺយើងត្រូវរក្សាសុវត្ថិភាពរបស់អ្នកជំងឺផ្ទាល់ក៏ដូចជារក្សាសុវត្ថិភាពចំពោះមនុស្សជុំវិញខ្លួនពួកគាត់ដូចជាគ្រួសារឬក៏ក្រុមអ្នកថែទាំផងដែរនៅក្នុងករណីចាំបាច់យើងត្រូវការប្រើប្រាស់ថ្នាំដើម្បីសម្របសម្រួលរោគសញ្ញារបស់អ្នកជំងឺហើយយើងក៏ត្រូវធានាផងដែរថាអ្នកជំងឺស្ថិតនៅក្នុងស្ថានភាពដែលមានសុវត្ថិភាពមិនបង្កគ្រោះថ្នាក់ចំពោះខ្លួនឯងមិនបង្កគ្រោះថ្នាក់ចំពោះអ្នកដទៃការតាមដានរយៈពេលវែងជាក់លាក់ជាប់លាប់ជាមួយនឹងគ្រូពេទ្យជំនាញពិតជាសំខាន់ហើយការយល់ដឹងរបស់ក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនអ្នកជំងឺក៏ជាការសំខាន់ផងដែរនោះទើបយើងអាចរួមគ្នាផ្ដល់នូវជីវិតមួយដែលល្អប្រសើរចំពោះអ្នកជំងឺ schizophrenia បានហើយគាត់អាចធ្វើដំណើរបានកាន់តែប្រសើរទៅកាន់ភាពជាសះស្បើយសង្ឃឹមថាវីដេអូនេះផ្ដល់ជាចំណេះដឹងទូទៅទាក់ទងនឹងជំងឺ schizophrenia សម្រាប់សាធារណជនហើយយើងរួមគ្នាដើម្បីបំបែកនៃការរើសអើងអ្នកជំងឺផ្លូវចិត្តហើយសង្ឃឹមថាយើងជួបគ្នានៅវីដេអូបន្ត